ជាសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់នៅ command pip line ដែលយើងមាន requirement 3ធំៗនៅខាងក្នុងហ្នឹងអញ្ចឹងខ្ញុំនឹង SSH remote access តាមរយៈ user របស់ខ្ញុំមួយឈ្មោះពុំណុងហើយបន្តមកទៀតយើងគ្រាន់តែបញ្ចូលនៅលេខ IP address ដែលយើងមាននឹងមកហើយ enter យើងបញ្ចូលនៅ passwordអូខេ so សម្រាប់ចំណុចទី1ហ្នឹងគឺសូននៅ username អញ្ចឹងយើងអាចប្រើប្រាស់ comment ដែលយើងធ្លាប់ប្រើរាល់ដងគឺ who am I អញ្ចឹងខ្ញុំកំពុងតែនៅលើឈ្មោះពុំហ្នឹង and then យើងចូលចំណុចទី2គឺ list and text line អញ្ចឹងដើម្បីទៅ list គឺយើងប្រើប្រាស់ ls and dot oh ហ្នឹងគឺ human reading and យើង enter មកយើងទទួលបាននៅ file ដែលយើងមានទាំងអស់អញ្ចឹងនៅឥឡូវហ្នឹងខ្ញុំមាន9 file ហើយខ្ញុំអាច count វាតាមរយៈការប្រើប្រាស់ no អញ្ចឹងយើង /1 no enter អូខេដូចអ្នកនរគ្នាឃើញអញ្ចឹងឥឡូវខ្ញុំមានលេខចំនួន9ពីលេខ1ដល់លេខ9អញ្ចឹងយើងនឹងចូលទៅលើការ list របស់វាហ្នឹងដែលតាមរយៈការប្រើប្រាស់ head and tail អញ្ចឹងការប្រើប្រាស់ head ហ្នឹងគឺយើងរាប់ពីលេខ1មកដល់លេខ9វិញពីទូចមកធំហើយការប្រើប្រាស់ tail ហ្នឹងគឺពីធំទៅទូចអញ្ចឹងដំបូងគឺខ្ញុំប្រើប្រាស់ head ដក3អញ្ចឹងអ្នកនរគ្នានឹងទទួលបាននៅលេខ1លេខ2លេខ3ដោយសារអីយើងយកតែ3ឯងហើយខ្ញុំរាប់ពីក្បាលវាមកវិញអូខេ command បន្ទាប់គឺខ្ញុំប្រើប្រាស់ tail វិញអញ្ចឹង tail ហ្នឹងគឺដក3ដូចគ្នាអញ្ចឹងវានឹងរាប់ពីក្រោយទៅវិញអញ្ចឹងគឺ9 8 7អាហ្នឹងគឺជាការប្រើប្រាស់ head និង tail ចុះបើសិនជាយើងដាក់វា2ចូលគ្នាវិញឥឡូវខ្ញុំតេស្ត2អញ្ចឹងខ្ញុំមាន tail អាចាស់របស់យើងមួយហ្នឹងហើយខ្ញុំថែម head មួយទៀតអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំដាក់ head 5អញ្ចឹងតើវានឹងចេញមិនអញ្ចឹងនៅពេលដែលយើង enter មកយើងទទួលបាននៅលេខ3លេខ4លេខ5អញ្ចឹងវារាប់ head មុនដោយសារយើងយក head 5អញ្ចឹងវារាប់3ថយក្រោយវិញអូខេបន្តមកទៀតគឺចូលទៅដល់ចំណុចលេខ3គឺ add file and write many line and then គឺ text line so ដំបូងគឺយើង type នៅ file មួយខ្ញុំដាក់ឈ្មោះថា pip.tat and then ខ្ញុំទៅ add input text ហ្នឹងតាមរយៈ vim អញ្ចឹងនៅពេលដែលយើងចូលមកដល់ vim យើងគ្រាន់តែចុចនៅ keyboard I មកយើងនឹង insert នៅ text របស់យើងបានហើយអញ្ចឹងយើងសរសេរច្រើនអញ្ចឹងទៅអញ្ចឹងដូចអ្នកនេះឃើញនៅក្នុងវីដេអូហ្នឹងខ្ញុំដាក់ this is live for Linux Architect Institute អញ្ចឹងទៅអូខេបន្ទាប់ពីអ្នកនរគ្នាធ្វើកន្លែងហ្នឹងហើយអ្នកនរគ្នាគ្រាន់តែចុច save វិញដោយយើងចុច2ហើយ WQ អូខេអញ្ចឹងបន្ទាប់ពីយើងចុច save ហើយខ្ញុំ cat មើលតើដែលយើងទៅ save មិញហ្នឹងវាជោគជ័យវាចេញបាន save auto នៅអញ្ចឹងឥឡូវវាបាន save ហើយអញ្ចឹងខ្ញុំប្រើ no ដដែលដើម្បីតែ count line ទាំងអស់ហ្នឹងអញ្ចឹងឥឡូវខ្ញុំមាន9 line so យើងនឹងទៅប្រើប្រាស់ pip ដដែលអញ្ចឹងយើងប្រើដូចមុនហ្នឹងអញ្ចឹងគឺដំបូងខ្ញុំប្រើនៅ head ដក3អញ្ចឹងបាន1 2 3បន្ទាប់មកទៀតខ្ញុំប្រើនៅ tail ដក3ដូចគ្នាអញ្ចឹងបាន9 8 7អូខេហើយចុងក្រោយហ្នឹងគឺខ្ញុំតេស្តដដែលខ្ញុំប្រើនៅ head ផង tail ផងអញ្ចឹងអ្នកនរគ្នានឹងទទួលបាននៅលេខមិនទៅឥឡូវបើខ្ញុំដាក់ head ដក9អញ្ចឹងយើងទទួលបាន9 8 7ព្រោះយើងរាប់ពី head មកខាងក្រោមចំនួន9ហើយបន្តមកទៀតខ្ញុំសាកតេស្ត5ម្ដងអញ្ចឹងយើងបាន5 4 3អញ្ចឹងសារវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាអរគុណជម្រាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាអញ្ចឹងសារវីដេអូមួយនេះគឺខ្ញុំនឹងមកបង្ហាញអំពីការប្រើប្រាស់ Linux comment នៅលើឯកសារមួយដែលនៅខាងស្ដាំដៃរបស់ខ្ញុំអញ្ចឹងនៅក្នុងឯកសារមួយនេះយើងមាន3 part ដែលថា requirement មានចំនួន12ចំណុចអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមដំបូងគេហ្នឹងគឺជាមួយនឹងការ SSH អញ្ចឹងដោយសារតែឥឡូវខ្ញុំបើកនៅ GitLab មួយនៅជាហៀងអីអញ្ចឹងខ្ញុំបានទៅ comment នៅក្នុង Ubuntu server របស់ខ្ញុំទៅមើលលើ IP address របស់ខ្ញុំរួចហើយអញ្ចឹងយើងគ្រាន់តែចុច IPA អញ្ចឹងទៅវានឹងចេញ IP address របស់យើងមកអញ្ចឹងរបស់ខ្ញុំហ្នឹងគឺ 192.168.0.104អូខេអញ្ចឹងវានឹង require password ខ្ញុំ enter password ឥឡូវខ្ញុំបាន log
remote មកតាម ASH ជោគជ័យហើយអញ្ចឹងខ្ញុំនឹងសួរអ្នកគ្នាទី1ហ្នឹងគឺ Who am I so Who am I ហ្នឹងគឺបង្ហាញថាខ្ញុំកំពុងតែឈរនៅលើ user ឈ្មោះអីគេអញ្ចឹងខ្ញុំនៅ user លើឈ្មោះរបស់ខ្ញុំគឺឈ្មោះពុំណុងហើយបន្ទាប់មកទៀតហ្នឹងអ្នកនរគ្នាយើងចូលមក part 1 នៃ exercise របស់យើងហ្មងអញ្ចឹងសម្រាប់ទី1គឺ part 1 package management exercise ទី1គឺឲ្យយើងទៅ update នៅ package list អញ្ចឹង update package list ហ្នឹងគឺជាអីដែលយើងឯងធ្វើច្រើនជាងគេអញ្ចឹងដើម្បីប្រើប្រាស់នៅ command ហ្នឹងគឺយើងប្រើប្រាស់នៅ sudo apt update អញ្ចឹងការ update package list នៅក្នុង Ubuntu server ហ្នឹងគឺដើម្បី update ឲ្យ package របស់យើងហ្នឹងវាបានទៅស្គាល់ថាតើឥឡូវហ្នឹងវាមាន version ចុងក្រោយ available version ចុងក្រោយរបស់វាហ្នឹងត្រឹម version មួយណាអាហ្នឹងវាទៅទាញចេញពី Ubuntu repo របស់វាមកអញ្ចឹងយើងចប់ចំណុចទី1ប៉ុណ្ណឹងការពិតជាស្ដែងទៅគឺវាដើររៀងយូរជាងហ្នឹងតែដោយសារខ្ញុំរ៉ានវាមុននឹងម្ដងអីអញ្ចឹងបានវារៀងលឿនអូខេទី2ហ្នឹងគឺយើងទៅ upgrade ឲ្យ install package so អត់សូវខុសពីខាងលើទេយើងដូរតែមួយកន្លែងទេយើងដូរពីកន្លែងនេះពី update ទៅជា install អញ្ចឹងវានឹងទៅ install ទៅលើ package ដែលមានស្រាប់ហ្នឹងអូខេ so សម្រាប់ចំណុចទី3គឺពី task របស់យើងតម្រូវឲ្យទៅ install package មួយមានឈ្មោះថា ngx អញ្ចឹងយើងប្រើប្រាស់នៅ command មួយគឺ sudo apt install ហើយយើងដាក់ឈ្មោះនៅ package ដែលយើងចង់ install ហ្នឹងអញ្ចឹងឥឡូវខ្ញុំចង់ install ngx អញ្ចឹងខ្ញុំទៅ say ngx អញ្ចឹងទៅវានឹងចាប់ផ្ដើមទៅ install package ngx ហ្នឹងចូលមកកាន់ម៉ាស៊ីនរបស់យើងអញ្ចឹងកន្លែងហ្នឹងរៀងយូរឬក៏យឺតអាស្រ័យលើ connection របស់យើងដែរ stable អត់អញ្ចឹងរបស់ខ្ញុំឥឡូវរួចហើយអូខេបន្ទាប់ពីខ្ញុំបាននៅ ngx ហើយយើងតទៅ task លេខ4គឺ task លេខ4 require យើងទៅឆែកមើលតើឥឡូវ service របស់ ngx ហ្នឹងកំពុងតែដើរឬក៏អត់អញ្ចឹង comment ហ្នឹងគឺធ្លាប់បានសូរនៅវីដេអូមុនដើម្បីទៅឆែកមើលនៅលើ status របស់ package មួយយើងប្រើប្រាស់នៅ comment មួយឈ្មោះថា systemctl status ហើយចុងក្រោយហ្នឹងគឺឈ្មោះរបស់ package មួយហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺ ngx ដូចអ្នកនរគ្នាឃើញអញ្ចឹងនេះគឺជា output ដែលយើងទទួលបានពី comment របស់យើងអញ្ចឹងបានន័យថាឥឡូវ ngx របស់ខ្ញុំហ្នឹងគឺកំពុងតែដើរហើយអញ្ចឹងបន្ទាប់ពីអ្នកគ្នាបានមើលហ្នឹងហើយយើងចង់ចាក់ចេញវិញយើងអាចចុច keyboard របស់យើងអក្សរ Q ដើម្បីឲ្យវា quit service មួយហ្នឹងអូខេបន្តមកទៀតយើងចូលមកដល់ requirement ទី5គឺ remove package ngx ហ្នឹងអញ្ចឹងដើម្បីទៅ remove package អត់ពិបាកទេយើងប្រើ command ស្តៀងគ្នាគឺ sudo apt ដូរពី install មក remove វិញហើយយើងដាក់ឈ្មោះ ngx ហ្នឹង package ដែលយើងចង់ remove អូខេ done oh no not yet yes មួយទៀតអូខេ done ឥឡូវ ngx របស់យើងបាន remove ជោគជ័យអញ្ចឹងចេញពីនឹងទៅទៀតយើងតមកកាន់ part 2ដែលយើងនិយាយអំពី pip and redirection exercise so សម្រាប់ចំណុចទី1នៅក្នុង part 2ដែលគេចង់ឲ្យយើងបង្ហាញហ្នឹងគឺ display នៅ list of file នៅក្នុង current directory របស់យើងអញ្ចឹងនេះគឺរឿងដែលងាយជាងគេគឺយើងប្រើប្រាស់នៅ ls អញ្ចឹង ls ហ្នឹងវានឹង show នៅ list ដែលយើងមានទាំងអស់នៅក្នុង file របស់យើងហ្នឹងឬក៏មួយទៀតយើងអាចប្រើអញ្ចឹង ls.oh.oh ហ្នឹងគឺ long human reading អញ្ចឹងវានឹង detail ជាងនឹងបន្តិចតើពី file នៅក្នុង directory យើងមានហ្នឹងមានអីគេខ្លះអញ្ចឹងដូចអ្នកគ្នាឃើញអញ្ចឹងខ្ញុំមាន file អីណាឈ្មោះ ksk astic t1 t2 អញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺជា file ដែលខ្ញុំមាននៅក្នុងហ្នឹងឥឡូវយើងចប់ task លេខ6ចូល task លេខ7 task លេខ7ហ្នឹងគឺគេឲ្យយើងទៅប្រើ pip ដើម្បីទៅ filter ហើយយើង display រាល់តែ file ណាដែលមានឈ្មោះដែលមានកតុយ txt ជាប្រភេទ file txt ចេញមកទេអញ្ចឹងយើងអាចប្រើ command ខាងលើហ្នឹងដដែលក៏បានដែរហើយយើងប្រើ pip មួយហើយយើងប្រើនេះ grep.txt អញ្ចឹងបើសិនយើងដាក់អញ្ចឹងវានឹងទៅចាប់ទៅ file txt មកឯងដូចអ្នកគ្នាឃើញអញ្ចឹងខ្ញុំមាន file មួយលើសនេះមានកតុយ
DVD នេះប៉ុន្តែពេលដែលដាក់ចូលទៅវានឹងចាំមកវាចាប់យកតែ file ណាដែលមានឈ្មោះថា TXT អូខេតបន្តមកទៀតគឺ comment លេខ8ឲ្យយើង use pip ដើម្បីទៅ search មើល process ASH ឬក៏ process របស់ NGX អញ្ចឹងដើម្បី search process យើងប្រើ PS អត់ហើយយើងប្រើ grab ហ្នឹងមកហើយយើងចង់មើល process គេមិន ASH ត្រូវទេអញ្ចឹងយើងដាក់ ASH ឬក៏យើងចង់មើល NGX អញ្ចឹងយើងដាក់ NGX អញ្ចឹងទៅហើយយើងចង់បាន package ណាយើងដាក់ package ហ្នឹងទៅអញ្ចឹងពេលដែល grab ហ្នឹងវាទៅចាប់យកតែហ្នឹងមកមើលមួយទេយើងមិនទៅមើលម្ដងច្រើនទាំងអស់អូខេចំណុចចុងក្រោយលេខ9គឺ redirect command output using អាសញ្ញាធំជាងនេះហើយដាក់វាចូលទៅក្នុង file មួយឈ្មោះថា output.txt កន្លែងហ្នឹងគេចង់បានតែចេះគេឲ្យយើងប្រើនៅ command របស់ output ដើម្បីទាញយក file content នៅក្នុង file ហ្នឹងដាក់ចូលទៅក្នុង file មួយឈ្មោះថា output.txt ចឹងឥឡូវខ្ញុំប្រើ command ចេះខ្ញុំថា ls ធំជាង output.txt អញ្ចឹងអូខេអញ្ចឹងកន្លែងហ្នឹងឧទាហរណ៍ចឹងអ្នកនរគ្នាអាចទៅ cat មើលបាន cat យើង cat output នឹងមើលសិនអញ្ចឹងនៅពេលដែល cat output នឹងចេញមកនេះវាមានអា file ឈ្មោះរបស់ខ្ញុំទាំងអស់នេះអញ្ចឹងបានន័យនៅពេលដែលយើង ls ណាយើង ls ហ្នឹងវាមាន file ឈ្មោះមកវា4នេះអញ្ចឹងពេលដែលយើងប្រើសញ្ញាធំជាងហើយឲ្យវាចូលមកក្នុង file មួយឈ្មោះ output.txt នេះអញ្ចឹងវានឹងចាប់យក content ដែលមានទាំងអស់ហ្នឹងយកមកដាក់ចូលនៅក្នុង file txt មួយហ្នឹងអូខេឥឡូវខ្ញុំចប់ចំណុច part 2ហើយយើងតទៅ part 3ជាមួយគ្នាអញ្ចឹងចូលមក part 3គឺគេនិយាយអំពី firewall exercise UFW អញ្ចឹងចំណុចទី1ហ្នឹងគឺគេឲ្យយើងមកឆែកមើលថាតើ firewall status របស់យើងហ្នឹងមិនអូខេឥឡូវដើម្បីទៅឆែកមើល firewall status យើងប្រើប្រាស់នៅ command មួយគឺ sudo UFW status ចាំបើពេលដែលយើងប្រើ command មួយហ្នឹងវានឹងទៅឆែកមើលនេះ status កន្លែងយើងចង់បាននេះដោយសាររបស់ខ្ញុំហ្នឹង active ស្រាប់ហើយអញ្ចឹងពេលដែលយើងចូលមកអ្នកនរគ្នានឹងឃើញ status ហ្នឹង active តែបើសិនអ្នកនរគ្នាអត់ទាន់បានធ្វើវាទេអត់ធ្លាប់ទៅ enable វាទេវានឹងចេញ status មកថា inactive អញ្ចឹងបើសិនជាអ្នកនរគ្នាចង់ទៅ enable វាគឺចូលមកដល់ task លេខ11យើងនេះយើងគ្រាន់តែប្រើ command ដែរហ្នឹងដូរតែកតុយពី status ទៅជា enable វិញអញ្ចឹងវានឹងទៅ enable ឲ្យយើងហើយប៉ុន្តែសាររបស់ខ្ញុំហ្នឹងគឺ enable ស្រាប់អញ្ចឹងវា active ស្រាប់ហើយវាបាន inactive ទេអូខេបន្តមកលេខ12គេឲ្យយើងមក allow port មួយឈ្មោះថាport 80អញ្ចឹងបញ្ជាក់តិចថានៅក្នុង firewall ហ្នឹងវា control ទៅលើ incoming and outgoing traffic នៅក្នុងម៉ាស៊ីនហ្នឹងអញ្ចឹងនៅពេលដែលយើង allow port ណាមួយហ្នឹងគឺយើង allow តាម firewall ហ្នឹងចេញទៅវិញអញ្ចឹងដើម្បី allow port យើងប្រើនៅ command ស្តៀងខាងលើដដែលយើងអាខាងមុខហ្នឹងគឺដដែលគឺដឹងតែ sudo usw ហ្នឹងហ្មងហើយ allow 80ហ្នឹងគឺ port លេខ80ហ្នឹងអញ្ចឹងបើអ្នកនរគ្នាមើលនៅខាងលើនេះខ្ញុំមាន allow port មួយហើយ port 22 TCP ហ្នឹងអាហ្នឹងគឺជា port ASH ប៉ុន្តែខ្ញុំអត់ទាន់មាន allow port 80ទេអញ្ចឹងពេលដែលខ្ញុំ allow port 80ហ្នឹងវានឹង load នេះ row add ហើយ add ទាំង row visit ទៀតអញ្ចឹងឥឡូវខ្ញុំមកឆែក status អ្នកខ្ញុំមើលម្ដងពេលដែលអ្នកខ្ញុំម្ដងខំអ្នកខ្ញុំឃើញចេះឥឡូវខ្ញុំមាន port 80 visit ចឹងទៅអាហ្នឹងគឺជាការ add port ហើយបើមកដល់លេខ13វិញគេឲ្យយើងទៅ allow port ASH service ប៉ុន្តែនេះដោយសារតែខ្ញុំកំពុងតែឈរលើ ASH ស្រាប់ខ្ញុំ remote ចូលមកហើយអា port ASH ហ្នឹងគឺ port លេខ22ហ្នឹងអាហ្នឹងគឺបានន័យថាកន្លែងលេខ13ហ្នឹងគឺខ្ញុំបានធ្វើរួចស្រាប់មកហើយអញ្ចឹងខ្ញុំសូមអ្នកគ្នាដែរបើសិនអ្នកគ្នាចង់ទៅ allow ដូរតែពីកន្លែងហ្នឹងអញ្ចឹងទៅហើយដាក់port 22សំទោសport ASH កន្លែងហ្នឹងអ្នកគ្នាដូរដាក់តែ port ASH អញ្ចឹងទៅ enter ទៅវានឹង allow ចេញឲ្យបាន port 22មកបើសិនជាយើងអត់ដែរ allow វាអូខេអញ្ចឹងមកដល់ចំណុចចុងក្រោយគេគ្រាន់តែចង់ឲ្យយើងឆែកមើលទៅលើ status របស់ firewall ទាំងអស់ដើម្បី verify ថាយើងមាន rule គេខ្លះអញ្ចឹង status ហ្នឹងគឺដដែលហ្នឹងដែលខ្ញុំឲ្យអ្នកនរគ្នាសូមខ្ញុំសូមអ្នកនរគ្នាខាងលើហ្នឹងឥឡូវខ្ញុំមានប៉ុណ្ណឹងជា port ដែលខ្ញុំ allow គឺមាន port 22និង port 80
So សម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នាសម្រាប់ការទស្សនាអរគុណបាយបាយ
ជាសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់នៅ command pip line ដែលយើងមាន requirement 3ធំៗនៅខាងក្នុងហ្នឹងអញ្ចឹងខ្ញុំនឹង SSH remote access តាមរយៈ user របស់ខ្ញុំមួយឈ្មោះពុំណុងហើយបន្តមកទៀតយើងគ្រាន់តែបញ្ចូលនៅលេខ IP address ដែលយើងមាននឹងមកហើយ enter យើងបញ្ចូលនៅ passwordអូខេ សម្រាប់ចំណុចទី1ហ្នឹងគឺ show នៅ username អញ្ចឹងយើងអាចប្រើប្រាស់ comment ដែលយើងធ្លាប់ប្រើរាល់ដងគឺ who am I អញ្ចឹងខ្ញុំកំពុងតែនៅលើឈ្មោះពុំហ្នឹង and then យើងចូលចំណុចទី2គឺ list and text line អញ្ចឹងដើម្បីទៅ list គឺយើងប្រើប្រាស់ ls and dot oh ហ្នឹងគឺ human reading and យើង enter មកយើងទទួលបាននៅ file ដែលយើងមានទាំងអស់អញ្ចឹងនៅឥឡូវហ្នឹងខ្ញុំមាន9 file ហើយខ្ញុំអាច count វាតាមរយៈការប្រើប្រាស់ no អញ្ចឹងយើង /1 no enter អូខេដូចអ្នកនរគ្នាឃើញអញ្ចឹងឥឡូវខ្ញុំមានលេខចំនួន9ពីលេខ1ដល់លេខ9អញ្ចឹងយើងនឹងចូលទៅលើការ list របស់វាហ្នឹងដោយតាមរយៈការប្រើប្រាស់ head and tail អញ្ចឹងការប្រើប្រាស់ head ហ្នឹងគឺយើងរាប់ពីលេខ1មកដល់លេខ9វិញពីទូចមកធំហើយការប្រើប្រាស់ tail ហ្នឹងគឺពីធំទៅទូចអញ្ចឹងដំបូងគឺខ្ញុំប្រើប្រាស់ head ដក3អញ្ចឹងអ្នកនរគ្នានឹងទទួលបាននៅលេខ1លេខ2លេខ3ដោយសារអីយើងយកតែ3ឯងហើយយើងរាប់ពីក្បាលវាមកវិញអូខេ command បន្ទាប់គឺខ្ញុំប្រើប្រាស់ tail វិញអញ្ចឹង tail ហ្នឹងគឺដក3ដូចគ្នាអញ្ចឹងវានឹងរាប់ពីក្រោយទៅវិញអញ្ចឹងគឺ9 8 7អាហ្នឹងគឺជាការប្រើប្រាស់ head និង tail ចុះបើសិនជាយើងដាក់វា2ចូលគ្នាវិញឥឡូវខ្ញុំតេស្ត2អញ្ចឹងខ្ញុំមាន tail អាចាស់របស់យើងមួយហ្នឹងហើយខ្ញុំថែម head មួយទៀតអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំដាក់ head 5អញ្ចឹងតើវានឹងចេញមិនអញ្ចឹងនៅពេលដែលយើង enter មកយើងទទួលបាននៅលេខ3លេខ4លេខ5អញ្ចឹងវារាប់ head មុនដោយសារយើងយក head 5អញ្ចឹងវារាប់3ថយក្រោយវិញអូខេបន្តមកទៀតគឺចូលទៅដល់ចំណុចលេខ3គឺ add file and write many line and then គឺ text line ដំបូងគឺយើង type នៅ file មួយខ្ញុំដាក់ឈ្មោះថា pip.tat and then ខ្ញុំទៅ add input text ហ្នឹងតាមរយៈ vim អញ្ចឹងនៅពេលដែលយើងចូលមកដល់ vim យើងគ្រាន់តែចុចនៅ keyboard I មកយើងនឹង insert នៅ text របស់យើងបានហើយអញ្ចឹងយើងសរសេរច្រើនអញ្ចឹងទៅអញ្ចឹងដូចអ្នកគ្នាឃើញនៅក្នុងវីដេអូហ្នឹងខ្ញុំដាក់ this is live for Linux Architect Institute អញ្ចឹងទៅអូខេបន្ទាប់ពីអ្នកនរគ្នាធ្វើកន្លែងហ្នឹងហើយអ្នកនរគ្នាគ្រាន់តែចុច save វិញដោយយើងចុច2ហើយ WQអូខេអញ្ចឹងបន្ទាប់ពីយើងចុច save ហើយខ្ញុំ cat មើលតើដែលយើងសរសេរមិញហ្នឹងវាជោគជ័យវាចេញបាន save auto នៅអញ្ចឹងឥឡូវវាបាន save ហើយអញ្ចឹងខ្ញុំប្រើ no ដដែលដើម្បីតែ count line ទាំងអស់ហ្នឹងអញ្ចឹងឥឡូវខ្ញុំមាន9 line យើងនឹងទៅប្រើប្រាស់ pip ដដែលអញ្ចឹងយើងប្រើដូចមុនហ្នឹងអញ្ចឹងគឺដំបូងខ្ញុំប្រើនៅ head ដក3អញ្ចឹងបាន1 2 3បន្ទាប់មកទៀតខ្ញុំប្រើនៅ tail ដក3ដូចគ្នាអញ្ចឹងបាន9 8 7អូខេហើយចុងក្រោយហ្នឹងគឺខ្ញុំតេស្តដដែលខ្ញុំប្រើនៅ head ផង tail ផងអញ្ចឹងអ្នកនរគ្នានឹងទទួលបាននៅលេខមិនទៅឥឡូវបើសិនខ្ញុំដាក់ head ដក9អញ្ចឹងយើងទទួលបាន9 8 7ព្រោះយើងរាប់ពី head មកខាងក្រោមចំនួន9ហើយបន្តមកទៀតខ្ញុំសាកតេស្ត5ម្ដងអញ្ចឹងយើងបាន5 4 3អញ្ចឹងសារវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាអរគុណ